នេះគឺជាជំនឿរបស់ប្រជាជនខ្មែរទៅលើអាបពិតណាស់ប្រជាជនខ្មែរតាំងពីបុរាណកាលមករហូតដល់បច្ចុប្បន្នបាននិយាយតៗគ្នាពីមាត់មួយទៅមាត់មួយឬពីភូមិមួយពីឃុំមួយពីស្រុកមួយឬតំបន់របស់ពួកគាត់ប៉ុន្តែទោះជាយ៉ាងណានោះថ្ងៃនេះខ្ញុំនឹងបកស្រាយពីជំនឿរបស់ប្រជាជនខ្មែរទៅលើអាបកុំឲ្យខាតពេលយូរសូមប្រិយមិត្តអ្នកស្ដាប់ព្រីទីស្ដាប់ដូចតទៅនិយាយដល់ឈ្មោះអាបមនុស្សភាគច្រើនបានស្គាល់ហើយព្រមទាំងបានស្រមើសម័យដល់រូបរាងលក្ខណៈរបស់វាជាក់លាក់មិនខានតាមការដំណើរប្រាប់ពីចាស់ៗលោកថាអាបភាគច្រើនជាមនុស្សស្រីដែលមានតែក្បាលជាប់ជាមួយពោះវៀនចូលចិត្តបង្ហាញខ្លួននៅពេលយប់ជាវេលាដែលអាបដើររកចំណីអាហារតើអាបមានប្រវត្តិយ៉ាងដូចម្ដេចតើប្រជាជនខ្មែរយើងមានជំនឿបែបណាខ្លះទាក់ទងអាបតើអ្នកជឿឬទេថាអាបមានពិតប្រាកដមែនជាការដំណើរប្រាប់តៗគ្នាពីចាស់ៗបានឲ្យដឹងថាអាបមានដើមកំណើតមកពីមនុស្សស្រីដែលអ្នករៀនមុនអាគមគិថាលោកខុសក្រុមប្រតិបត្តិក៏បានខ្លាចជាអាបទៅម្យ៉ាងទៀតបើតាមលោកប្រតិចាមិចបុនបានឲ្យដឹងថាតាមរយៈគម្រោងឯកសារស្ដីពីប្រពៃណីនិងទំនៀមទម្លាប់ខ្មែរបានឲ្យដឹងថាអាបមានដើមកំណើតមកពីអ្នកដែលរៀនមុនអាគមស្នេហ៍លោកថារូបអាបកម្រមានភេទប្រុសណាស់ភាគច្រើនមានតែស្ត្រីដែលរៀនស្នេហ៍មុននេះលួសបានកាន់យូរទៅសិស្សស្នេហ៍មុខនេះក៏ចូលជ្រួតជ្រាបជោគជាំក្នុងខ្លួនស្ត្រីដែលបានរៀននោះរួចក៏បណ្ដាលឲ្យរូបគេក្លាយជាអាបដូច្នេះទៅលោកព្រឹទ្ធាចារ្យបានឲ្យដឹងទៀតថារលឹងអាបបានសន្តិដ្ឋក្នុងតួអង្គស្រីនោះជានិច្ចកាលប្រសិនបើរូបអាបកើតក្តីខឹងសម្បាអាអន់ចិត្តនឹងអ្នកណាមួយរលឹងអាបនោះនឹងទៅធ្វើឲ្យអ្នកនោះចុកពោះឈឺថ្កល់ឬអាចឈានដល់ការលប់បាត់បង់ស្មារតីលែងដឹងខុសដឹងត្រូវក៏មានដែរចាស់បាននិយាយថានៅវេលាយប់ចូលមកដល់រលឹងអាបតែងតែចេញពីតួរូបដើររកស៊ីគម្រោងស៊ីឈាមកូនកង្កែបហើយអ្វីដែលអាបចូលចិត្តបំផុតនោះគឺឲ្យតែមានផ្ទះអ្នកភូមិអ្នកស្រុកណាដែលសម្រាលកូនរួចថ្មីគឺអាបចូលចិត្តបំផុតរូបរាងរបស់អាបគេសម្គាល់ត្រង់ថាមានភ្លើងពណ៌ខៀវធំជាងភ្លើងអំពិលអំពែកក៏ប៉ុន្តែភ្លើងនោះពុំមានសកម្មភាពភ្លឺភ្លើតដូចជាអំពិលអំពែកនោះទេគឺវាភ្លឺថ្លុងរហូតតែបើកាលណាវាចំប្រមាណខ្លួនចេញពីឧបសគ្គអ្វីមួយវានឹងពន្លត់ភ្លើងឲ្យងងឹតមួយរយៈនោះសិនលុះសភាពការបានធម្មតាវិញអាបនឹងបន្តបំភ្លឺភ្លើងរបស់វាទៀតអ្នកស្រុកអ្នកភូមិខ្លះតែងតែនិយាយតគ្នាថាគេបានឃើញអាបដែលមានសភាពជាពោះវៀនធ្លាប់ចុះប៉ុស្ប៉ាល់ដីរទេះរតាស់ឯភ្លើងខៀវនៅខាងលើក្បាលរបស់អាបអ្នកខ្លះជឿថាពោះវៀនពុះតាំងរបស់អាបនោះគឺជាពោះវៀនរបស់ស្ត្រីដែលជាតួរបស់អាបនោះឯងពេលដែលអាបដើររកចំណីនៅពេលយប់ឆ្អែតហើយនោះប្រលឹងរបស់អាបនឹងវិលត្រឡប់ទៅចូលក្នុងរូបស្ត្រីនោះវិញក៏ប៉ុន្តែបើជួបចៃដន្យអាក្រក់ណាមួយដូចជាស្រូវអ្នកស្រុករត់ចាប់ឬក៏ជាប់អន្ទាក់ធ្លាក់ចូលក្នុងបន្លាស្អិតណាមួយដកខ្លួនពុំរួចឬក៏ត្រូវគ្រូសិលចាប់ចងដោយគាថាណាមួយនោះគេថារូបដែលអាបសន្ធិដ្ឋនោះក៏ត្រូវតែខ្លួនឈឺស្លាប់ភ្លាមផងដែរចាស់ពីដើមនិយាយថាអ្នកភូមិអ្នកស្រុកពិតជាខ្លាចអាបខ្លាំងណាស់បើកាលណារូបអាបនោះមករកទិញខ្ចីឬសុំអ្វីមួយគេតែងតែបំពេញតាមតម្រូវការមិនអោយអាក់អន់ចិត្តនោះទេព្រោះតែកាលណាធ្វើឲ្យខឹងនោះគេនឹងមកធ្វើទុកបុកម្នេញអ្នកស្រុកមិនអោយរស់បានស្រួលទេតែបើសិនជាអាបនោះត្រូវគ្រូសិលចាប់បានវិញឬអស់អាយុសង្ខ័យនោះអ្នកស្រុកពិតជានាំគ្នាអូសប្បាយនិងធូរចិត្តព្រោះថាអស់មានអ្នកបង្ករឿងក្នុងស្រុកភូមិទៀតហើយក៏វាបានស្រាប់នៅដើមកំណើតអាបនិងជំនឿរបស់ប្រជាជនខ្មែរតាក់ទងនឹងអាបនេះតើអ្នកជឿថាអាបមានពិតមែនឬទេនៅទីនេះមិនចង់សំដៅថាលោកអ្នកជឿឬមិនជឿនោះទេក៏ប៉ុន្តែគ្រាន់តែចង់ជម្រាបថាតាំងពីសម័យបុរាណកាលរហូតមកដល់បច្ចុប្បន្ននេះក៏នៅតែមានជំនឿទៅលើអាបធ្មប់នេះដែរគេជឿថាអាបធ្មប់មានឥទ្ធិពលមួយយ៉ាងដែរមានអានុភាពមកលើជីវិតរបស់មនុស្សគេសង្កេតឃើញថាមិនមែនតែនៅក្នុងសង្គមខ្មែរយើងប៉ុណ្ណោះទេដែលមានជំនឿទៅលើអាបធ្មប់សូម្បីតែប្រទេសដទៃទៀតដូចជានៅទ្វីបអាហ្វ្រិកអូស្ត្រាលីឥណ្ឌាឥណ្ឌូនេស៊ីម៉ាឡេស៊ីថៃឡាវជាដើមនៅតែមានជំនឿដូចគ្នានឹងខ្មែរយើងដែរតាមអ្នកប្រាជ្ញនៅបញ្ចឹមប្រទេសជាច្រើនបានវិតម្លៃលើជំនឿនេះថាវាមានឥទ្ធិពលមួយផ្នែកតាមរយៈចិត្តសាស្ត្រក្រៅពីនេះជំនឿលើអាបធ្មប់នេះវានៅតែស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយយ៉ាងណាក្តីចាស់ព្រឹទ្ធាចារ្យដែលមានចំណេះខាងអាគមអូមអាបបានមានប្រសាសន៍ថាបញ្ហាអាបនៅស្រុកខ្មែរយើងគឺខុសពីប្រទេសដទៃក៏ប៉ុន្តែលោកក៏បានបញ្ជាក់ថាការចេះនៅវិជ្ជាអាបធ្មប់នោះអីគ្មានអ្វីជាការប្រសើរដល់សង្គមនោះទេក៏ប៉ុន្តែដើម្បីទប់ទល់នឹងភាវៈអាក្រក់ដែលតែងតែធ្វើបាបយីអ្នកដទៃគេក៏បានរៀនមន្តអាគមគាថាសិលសាស្ត្រនិងឱសថខ្លះៗដើម្បីជួយសង្គ្រោះជនរងគ្រោះពីអានុភាពនៃអំពើទាំងនោះសរុបមកវិញដោយសារបច្ចុប្បន្ននេះវិទ្យាសាស្ត្រមានការរីកចម្រើនឥតឈប់ឈរដែលធ្វើឲ្យការលូតលាស់នៃបញ្ញាស្មារតីរបស់មនុស្សក៏ដូចជាដែលបានធ្វើឲ្យមនុស្សចេះគិតពិចារណារកហេតុផលច្បាស់លាស់ណាមួយនិងជឿលើជំនឿអរូបីផ្សេងៗក៏ប៉ុន្តែ
ដែលមានអ្នកគិតបែបអរូបីខ្លះៗដែលតាមតំបន់ភូមិស្រុកដាច់ស្រយាលមួយចំនួនដែលមិនទាន់ជ្រួលជ្រាបពីវិទ្យាសាស្ត្រយ៉ាងណាក្តីការដែលលើកយកជំនឿចាស់បុរាណមកជម្រាបជូននៅពេលនេះពុំមានចេតនាចង់ឲ្យសង្គមវិលត្រឡប់ទៅកាន់អតីតកាលវិញនោះទេគ្រាន់តែចង់បង្ហាញឲ្យកូនខ្មែរយល់ដឹងពីជំនឿនិងវប្បធម៌របស់ដូនតាខ្មែរកុំឲ្យបាត់បង់តែប៉ុណ្ណោះតែបើសិនជាខ្ញុំនិយាយទៅលឺលួខ្វះខាតត្រង់ណានោះសូមប្រិយជំនន់អ្នកស្ដាប់មេត្តាខមមិនរិះគន់ស្ថាបនានៅខាងក្រោមសូមអរគុណ